ជំរាបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នានេះជាសកម្មភាពប្រសង់នៅក្នុងវត្តសវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតស្ថិតនៅក្នុងភូមិដើមស្ពៃសង្កាត់ស្លាកែតក្រុងខេត្តបាត់ដំបងនិមន្តឡើងឆាន់ពេទ្យថ្ងៃត្រង់ថ្ងៃនេះផងដែរគឺត្រូវនៅថ្ងៃទី20ខែ6ឆ្នាំ2025ខ្ញុំបកករណាសូមប្រកេននឹងជម្រាបជូនដំណឹងទៅដល់ពុទ្ធបរិស័ទបងប្អូនអ្នកទស្សនាទាំងអស់គ្នានៅថ្ងៃទី25ខែ6ឆ្នាំ2025គឺជាថ្ងៃវេនប្រកេនចង្ហាន់របស់ខ្ញុំបកករណាបាសរស្មីលេងជីងហើយរៀងរាល់ប្រចាំក្នុងមួយខែម្ដងគឺត្រូវនៅថ្ងៃទី26ខែ6ឆ្នាំ2025ខាងមុខនេះគឺត្រូវនៅថ្ងៃទីថ្ងៃសៅរ៍15រោចខែដៃបងប្អូនសូមអនុមោទនាបងប្អូនអាចមានសទ្ធាជ្រះថ្លាចូលរួមបានបងប្អូនសូមរីករាយជ្រះថ្លាអនុមោទនាខ្ញុំបកករណាសូមប្រកេននឹងជម្រាបជូនបងប្អូនអ្នកទស្សនាទាំងអស់គ្នាម្ដងទៀតថ្ងៃវេនប្រកេនចង្ហាន់ប្រចាំខែ6នេះគឺប៉ះត្រូវនៅថ្ងៃទី10ទី25ខែ6ឆ្នាំ2025ក្រុមអញ្ជើញពុទ្ធបរិស័ទទាំងអស់ថ្វាយទានចំពោះព្រះសង្ឃជិត190អង្គជាងសូមអនុមោទនាសូមអរគុណនិងអរគុណអញ្ចឹងខ្ញុំណាសូមប្រកេនជម្រាបជូនបងប្អូនថាជាសកម្មភាពនៅក្នុងវត្តសវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតក្រុងខេត្តបាត់ដំបងព្រះសង្ឃទាំងអស់190អង្គជាងបងប្អូនសូមរីករាយជ្រះថ្លាអនុមោទនាប្រកេននឹងជម្រាបជូនបងប្អូនអ្នកទស្សនាផងដែរនេះជាសំណង់មហាកុដដែលមានកម្ពស់3ជាន់បណ្ដោយ30ម៉ែត្រទៅទិង18ម៉ែត្រកំពុងធ្វើការសាងសង់បងប្អូនណាកុដនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ព្រះសង្ឃដែលជាសាមណសិស្សប្រមាណ700អង្គកំពុងតែលំបាកខ្វះកន្លែងគង់ស្នាក់នៅចឹងសូមសទ្ធាពុទ្ធបរិស័ទទាំងអស់ដែលបានឃើញនៅក្នុងវីដេអូនេះសូមមេត្តាជួយចូលរួមសម្រាប់ការកសាងកុដដែលមានបណ្ដោយ30ម៉ែត្រទៅទិង18ម៉ែត្រដែលកម្ពស់3ជាន់ឥឡូវនេះត្រៀមចាក់ឡើងសន្លឹកប្លង់សេជាន់ទី3ថវិកានៃការសាងសង់នឹងមានការខ្វះខាតច្រើនសូមពុទ្ធបរិស័ទជួយចូលរួមទាំងអស់គ្នាណាបងប្អូនសូមពុទ្ធបរិស័ទទាំងអស់ជួយ share វីដេអូនេះនឹងមានចំណែកបុណ្យក្នុងការចូលរួមសម្រាប់ការកសាងមហាកុដដែលមានបណ្ដោយ30ម៉ែត្រទៅទិង18ម៉ែត្រដែលកម្ពស់3ជាន់នៅក្នុងវត្តសវណ្ណបារមីស្រីធីតារាមហើយវត្តស្លាកែតខេត្តបាត់ដំបងសូមរីករាយជ្រះថ្លាអនុមោទនាឥឡូវនេះជាងកំពូលបន្តចាក់ត្រៀមឡើងសន្លឹកប្លង់សេជាន់ទី3ប្លង់សេជាន់ទី3នេះរៀងយូរបន្តិចបងប្អូនដោយសារយើងចាក់ស្លាតាវោបញ្ចេញមុខក្រោយណាបើន័យថាមុខខាងក្រោយ1.8ម៉ែត្របណ្ដោយសងខាងគឺ80សូមអនុមោទនាសង្ឃឹមថាបងប្អូននឹងបានជួយ share វីដេអូនេះបានគ្រប់គ្នានឹងមានសទ្ធាជ្រះថ្លាចូលរួមសូមអនុមោទនាបុណ្យ